នេះគឺជាប្រវត្តិនៃការប្រយុទ្ធរវាងយន្តហោះ AC-130 ជាមួយនឹងកម្លាំងសត្រូវជាង500នាក់កាលពីខែកុម្ភៈឆ្នាំ2018ទាហានស៊ីឈ្នួលរុស្ស៊ីនិងយុទ្ធជនស៊ីរីជាង500នាក់ប្រដាប់ដោយរថក្រោះនិងកាំភ្លើងធំធុនធ្ងន់បានវាយប្រហារទីតាំងបន្ទាយយោធាអាមេរិកមួយកន្លែងនៅ Deir ប្រទេសស៊ីរីពួកគេរំពឹងថានឹងទទួលបានជ័យជំនះយ៉ាងងាយស្រួលផ្ទុយទៅវិញគេបានទទួលមេរៀនដ៏ចាស់ដៃមួយពីកម្លាំងបាញ់ប្រហាររបស់យោធាសហរដ្ឋអាមេរិកយន្តហោះ AC-130 ដែលហៅវាថាមជ្ឈរាជលើមេឃបានមកដល់កន្លែងកើតហេតុនោះបំពាក់ដោយកាំភ្លើងធំទំហំ105មីលីម៉ែត្រនិងកាំភ្លើងធំទំហំ40មីលីម៉ែត្រវាបានកំណត់គោលដៅទីតាំងសត្រូវដោយភាពត្រឹមត្រូវបំផុតក្នុងរយៈពេលប្រមាណនាទីកម្លាំងសត្រូវរាប់សិបនាក់ត្រូវបានកម្ចាត់ចោលហើយរថពាសដែកត្រូវបានប្រែក្លាយទៅជាសំណល់អេតចាញនៅទីនោះបើទោះបីជាមានការគ្រប់គ្រងតាមផ្លូវអាកាសក៏ដោយសត្រូវនៅតែបន្តវាយប្រហារដដែលរហូតដល់យន្តហោះទម្លាក់គ្រាប់បែក B-52 និង F-22 Raptor បានមកដល់ដោយបានបាញ់ស្រោចបំផ្លាញពីលើអាកាសថែមទៀតក្រុមសត្រូវបានរងរបួសជាង300នាក់និងគ្មានប្រតិបត្តិការអាមេរិកណាម្នាក់ត្រូវបានសម្លាប់នៅថ្ងៃនោះទេនេះបង្ហាញឲ្យឃើញថាយន្តហោះ AC-130 វាជាអាវុធដ៏គួរឲ្យខ្លាចបំផុតនៅលើមេឃ